have ចឹងគឺសួរមិញម្ដង How many aunts do you have តែយើងឆ្លើយមកអ្នកគ្រូឆ្លើយឲ្យខ្លួនឯងហើយចាំយើងដូរលេខទៅ I have how many like 8 ants អូខេយើងអាចនិយាយមកមិញយើងមានដល់ទៅ8នាក់ព្រោះប៉ាអាចមានបងប្អូនស្រី3 5នាក់ម៉ាក់អាចមានបងប្អូនស្រីពី3នាក់អញ្ចឹងបូកចូលគ្នាគឺ8អញ្ចឹងនិយាយថា I have 8 aunts I have 8 aunts មានន័យថាខ្ញុំមានមិញឬក៏អ៊ំស្រី8នាក់ណាអាចមិញនិងអ៊ំស្រីចូលគ្នា8នាក់មកអូខេឥឡូវយើងសួរមួយទៀតឧទាហរណ៍ How many cousins do you have អូខេជាងគេសួរថាគេសួរ cousins យើងម្ដង cousins យើងមានន័យថាជីដូនមួយអញ្ចឹងយើងឆ្លើយមក I have 10 cousins ចឹងយើងមានបងប្អូនជីដូនមួយប្រហែលអ្នកយើងដាក់ប៉ុណ្្នឹងមកតែគ្រូដាក់ថា10ណា I have 10 cousins I have 10 cousins អូខេឥឡូវយើងអានពីលើដល់គ្នា How many uncles do you have How many uncles do you have តើអ្នកមានពូឬក៏អ៊ំប្រុសចំនួនប្រមាណ I have 5 uncles I have 5 uncles ខ្ញុំមានពូចំនួន5 How many aunts do you have How many aunts do you have តើអ្នកមានមីងឬក៏អ៊ំស្រីចំនួនប្រមាណ I have 8 aunts I have 8 aunts ខ្ញុំមានមីងឬក៏អ៊ំស្រីចំនួន8នាក់ How many cousins do you have How many cousins do you have តើអ្នកមានបងប្អូនចំនួនមួយប៉ុន្មានអ្នក I have 10 cousins I have 10 cousins ខ្ញុំមានចំនួនមួយបងឬក៏ប្អូនដែលបងប្អូនចំនួនមួយយើងចំនួន10នាក់អូខេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាថ្ងៃនេះអាចរៀនបន្ថែមអំពីសមាជិកនៅក្នុងគ្រួសារធំដែលយើងមានពាក្យមួយចំនួនក៏ដូចជារបៀបប្រាប់ណែនាំអំពីពួកគាត់ក៏ដូចជាសួរពីចំនួននិងឆ្លើយពីចំនួនរបស់សមាជិកគ្រួសាររបស់យើងណាអូខេសង្ឃឹមថាអ្នកទាំងអស់គ្នាយកមេរៀននេះយកទៅប្រើប្រាស់ហើយនឹងព្យាយាមអានឲ្យបានច្រើនចាំជួបគ្នានៅមេរៀនក្រោយ